ជំរាបសួរលោកគ្រូ Project Network របស់ខ្ញុំក៏ដូចជាបងប្អូនអ្នកសិក្សាជំនាញ Network and Cyber Security ទាំងអស់គ្នាថ្ងៃនេះខ្ញុំមាន project មួយដែលបានធ្វើចំណុចសំខាន់ដូចជាមានចំណុចសំខាន់ចំនួន5គឺ configure bonding រវាង router 1ហើយនិង router 2នេះបន្ទាប់មកចំណុចទី2 configure bonding ទៅលើ Ubuntu server ទាំងពីរនេះខ្ញុំមាន user Ubuntu server ទាំងពីរបន្ទាប់មកខ្ញុំ config IP និង static IP route របស់ខ្ញុំបន្ទាប់មកទៀតចំណុចទី4ខ្ញុំ configure VPN Vegas ហើយទី5ខ្ញុំតេស្ត remote ដែល remote អាចនឹង web term 2 megabit ទាំងពីរនេះអាចទៅបានទាំងពីរដំបូងខ្ញុំបានភ្ជាប់ខ្សែrouter 1ទៅrouter 2ដោយប្រើខ្សែ2ខ្សែហើយបង្កើតវាជា bonding គោលបំណងធ្វើឲ្យ connect មានល្បឿនលឿននិងមាន backup បើខ្សែមួយមានបញ្ហាបន្ទាប់មកខ្ញុំបាន configure Ubuntu server ទាំងពីររបស់ខ្ញុំនេះ Ubuntu មួយមាន IP 192.168.10.10 ចំណុចឯ Ubuntu 2 IP 192.168.20.10 server ទាំងពីរអាច ping ទៅគ្នាបាននិងអាច ping ទៅ web term បានដូចគ្នាឥឡូវបន្ទាប់មកខ្ញុំនឹងping ឲ្យមើល ping ឲ្យក៏ដូចជាលោកគ្រូក៏ដូចជាមើលរូបថ្នាក់ទាំងអស់ដឹងរៀមច្បងទាំងអស់បានឃើញនេះខ្ញុំអាចខ្ញុំ ping ពី web term ទៅ router 1ទៅ Ubuntu 1ទៅ Ubuntu 2មានន័យថាខ្ញុំនឹង ping ពី web term នេះទៅ router 1ឬក៏ទៅ Ubuntu 1ឬក៏ Ubuntu 2ឥឡូវខ្ញុំ ping ឲ្យមើលឥឡូវខ្ញុំ ping ទៅ router 1សិននេះបងប្អូនយើង ping បានហើយបន្ទាប់មកយើង ping ទៅ Ubuntu 1ម្ដងនេះ ping មកក៏វាស្គាល់ដូចគ្នាឥឡូវយើង ping មួយទៀតអាមិញ192.168.10.10ឥឡូវយើងមកដូរដាក់20ដាក់មក20.10Enter អូខេអានេះក៏វាស្គាល់ដែរបងប្អូនស្គាល់ដូចគ្នាឥឡូវយើងបញ្ចប់ពីការធ្វើ ping បានប៉ុណ្ណឹងហើយឥឡូវយើងមកចាប់ផ្ដើមធ្វើការ remote វិញម្ដង remote ពី web term ទៅ router 1និង router 2ដែលយើងធ្វើ VPN ណាធ្វើ VPN បានយើងអាច remote ទៅឡើង SH remote បានឥឡូវយើងសាក remote web term ទៅ router 1អូខេតមកកន្លែងនេះយើង just មកវាសួរ password យ៉ាងម៉េចគឺadmin នេះបងប្អូន password យ៉ាងម៉េច1 2 3ឥឡូវចូលមេកាតិចបានហើយនេះ router 1បន្ទាប់មកយើងតេស្ត router 2មួយទៀតយើង exit ចេញសិនមកយ៉ា
Control Z ឥឡូវលោកគ្រូយើងមកចាប់ផ្ដើម remote ពី web term ទៅ router 2 ម្ដងនេះចុចចេះមក password 1 2 3អូខេនេះយើង remote ចូលពី web term ទៅ Megatick បានហើយមានថាយើង remote ពីនេះទៅនេះក៏បានហើយទៅនេះក៏បានដូចគ្នាឥឡូវជិះវិហានបន្ទាប់ចុងក្រោយនេះខ្ញុំ remote ពី web term ទៅ Ubuntu នេះ Ubuntu លើ Ubuntu server របស់យើងនេះមានថាយើងចូលបានហើយlog in បាន Ubuntu យើងហើយមានថាយើងអាច remote ពី web term ទៅដល់ Ubuntu នេះបានជោគជ័យហើយឥឡូវមកចូលយើង remote ពី web term ទៅ server មួយទៀតយើងវាយ password របស់យើងមកអូខេអានេះយើង remote បានអស់ហើយមានន័យថាឥឡូវជាចុងក្រោយយើង remote បានទាំងអស់តែម្ដងមានថាពី web term ទៅ router 1 router 2ពី web term ទៅ server 1និង server 2ឥឡូវយើង remote បានទាំងអស់មានថា project ហ្នឹងគឺចប់ទាំងស្រុងអរគុណលោកគ្រូក៏ដូចជារៀមច្បងទាំងអស់គ្នា